Sớm đây là Group.នេះជាវីដេអូសម្រាប់ subject Linux យើងធ្វើវាគឺសម្រាប់ submit ទៅ midterm ទី2របស់យើងហើយប្រធានបទដែលយើងត្រូវធ្វើថ្ងៃនេះគឺតកតងទៅនឹងការគ្រប់គ្រងទៅលើ group ហើយ file permission ហើយ requirement ដែលយើងត្រូវធ្វើនោះមានចំនួន9អញ្ចឹងទីមួយនោះគឺយើងធ្វើការបង្កើត group ចំនួន3អូខេអញ្ចឹងយើងចូលកាន់បង្កើតយើងប្រើប្រាស់ administrator សិតជា administrator គឺ sudo group add ឬក៏យើងអាចធ្វើការ check មើល document តិចសិនក៏បាន group add -have ហើយនេះគឺជា option ផ្សេងដែលយើងអាចធ្វើការ explore បន្ថែមទៀតបានអូខេអញ្ចឹងយើងប្រើប្រាស់sudo group add ហើយយើងអាចធ្វើការដាក់ ID តាមរយៈ -g នេះគឺ ID group ឬក៏យើងអាចឲ្យវា ID auto ក៏បានដែរជាបើសិនជាយើង ID auto វិញគឺយើងអាចធ្វើបានគឺគ្រាន់តែយើងដាក់ឈ្មោះ group របស់យើងមកឬក៏ទៅពេលយើងចង់កំណត់ខ្លួនឯងគឺយើង -g យើងអាចដាក់បានគឺ1500ចុះហើយឈ្មោះ group របស់យើងជា requirement នោះគឺ group developer ហើយ UI ហើយនិង UO developer group យើងអាចធ្វើការ check មើលបាន cat /etc/group អូខេនេះគឺID របស់វាសម្រាប់ group developer ហើយ clear មួយសិនយើងធ្វើការបង្កើតថែមទៀតគឺ UI ដាក់មក1600ចុះ1600សម្រាប់ group UX UI 1700សម្រាប់ DO អូខេយើង verify យើងប្រើប្រាស់ cat /etc ហើយនឹង group អូខេអញ្ចឹងវាមកហើយនេះនៅការ clear មួយសិនជាបន្តទៀតយើងធ្វើការ delete ទៅលើ developer group យើងអាចធ្វើការ delete វាបានគឺយើងប្រើប្រាស់ user administrator ដែរគឺ sudo group delete group del ហើយឈ្មោះឬក៏យើងអាចធ្វើការអាន document សិនក៏បាន -have មាន all directory ch root into force delete group even if it is the primary group of a user អូខេអញ្ចឹងធ្វើការ sudo group del ហើយឈ្មោះ group ដែលយើងចង់ delete គឺ delete នៅ developer យើងអាចប្រើប្រាស់ tab ដើម្បីវា search ទៅលើឈ្មោះហ្នឹងអូខេអញ្ចឹងយើងអាចធ្វើការ verify ថាតើវាដាច់ឬនៅអូខេអញ្ចឹង developer បាន delete ហើយយើងធ្វើការ create វា back វិញហើយយើងដាក់លេខ ID វាដែរ cat etc group អូខេអញ្ចឹងវាបានទៅវិញហើយចំណុចទី4យើងធ្វើ create file គឺ command touch ហើយយើងគឺ developer.txt
file បន្ទាប់គឺ ux.ui.txt ហើយនឹង txt process txt ហើយ file បន្ទាប់ទៀតគឺ div of underscore process.txt អូខេយើងទៅ list នោះទៅគឺវាបានហើយហើយបន្ទាប់មក list as long text យើងចង់ឲ្យវាទៅយកតែកន្លែង file txt ហើយធ្វើការចេះបាន txt អូខេនេះគឺ file txt ដែលយើងបានបង្កើតហ្នឹងហើយ permission របស់វាpermission របស់វាអញ្ចឹងយើងធ្វើការ change permission ទៅកាន់755គឺread write execute អូខេអញ្ចឹងយើងធ្វើការ change វាក៏មិនសម្រាប់ធ្វើការ change permission គឺ chmod ចេញទៅកាន់755ហើយបន្ទាប់មក file ដែលយើងចង់ change គឺ file ដែលយើងបង្កើតថ្មីប្រភេទ extension គឺ txt នេះគឺ txt បន្តមកទៀតយើងអាច list វាមកបានអូខេអញ្ចឹងវាបាន change ហើយទៅកាន់755នេះគឺ read write execute read execute read execute អញ្ចឹង4 1 4 1 write នេះគឺស្មើ4read គឺស្មើ4 write គឺស្មើ1 execute write គឺស្មើ2 execute គឺស្មើ1អញ្ចឹងវា755បន្តមកទៀតយើងធ្វើការកំណត់សិទ្ធិថាតើdeveloper ហើយនឹង UI អត់អាច access ទៅកាន់div របស់ file របស់ div បានទេគ្រប់ div បានទេ div off បានទេអញ្ចឹងយើងអាចធ្វើការ sudo chmod developer okay នៅ chmod គឺ sudo ដូចជា chow and okay យើងដូរគ្រប់មកគឺគ្រប់ UI UI file
ក្រុមមួយទៀតគឺ div of div of តទៅទៀតយើងធ្វើការកំណត់នៅ file សម្រាប់ div និង monitor អាចឲ្យ developer ហើយនឹង UI access ឬក៏ប្រើប្រាស់នៅ file របស់ div បានទេអញ្ចឹងយើងអាចធ្វើការ change នៅ permission គឺ ch 750 អញ្ចឹង750វាបើសិនជាយើងគិតថា750មិញយើងអាច change វាទៅកាន់700 tick file ដែលមាន extension txt ហ្នឹង change ទៅកាន់755អញ្ចឹង755គឺ owner គឺ read write execute group read ហើយនឹង executeអូខេ group read execute ហើយ other គឺ read execute ដែរអញ្ចឹងបន្តមកទៀតយើងអាចធ្វើការ change វាគឺ other នេះអត់អាចធ្វើអីបានទេ read write គឺអត់កើតទេគឺ execute ក៏អត់កើតដែរគឺ owner read write execute group សម្រាប់ group ហ្នឹងគឺ read ហើយ read ហើយជាត្រឹម execute ហើយបន្តមកទៀត other គឺអត់អាចមានសិទ្ធិធ្វើអីបានទេយើងឈ្មោះ file div of txt process div of underscore process txt អូខេមកទៀតយើងអាចធ្វើការ list វាអូខេនេះ permission សម្រាប់ off គឺយើងបាន change វាគឺយើងអាចធ្វើការ test បាន show does developer user show does developer thì aiធ្វើ cats